ថ្ងៃនេះខ្ញុំបានសាកល្បងធ្វើម្ហូបមួយមុខអត់ដឹងថារសជាតិចេញទៅជាបែបណាទេតែពេលដែលធ្វើហើយមានអីណាបងប្អូនអត់ខាតគ្រឿងទេរសជាតិឆ្ងាញ់ប្លែកមាត់ដែរតាថ្ងៃនេះខ្ញុំធ្វើខពងមាន់ជាមួយនឹងគ្រឿងស៊ីឈាន់ឬក៏យើងប្រើគ្រឿងម៉ាឡាថាំងហ្នឹងណាវិធីធ្វើស្រួលមែនតើហើយគ្រឿងផ្សំមានតែប្រហែលមុខទេដំបូងខ្ញុំយកពងមាន់10គ្រាប់យកមកស្ងោរឲ្យឆ្អិនសិនហើយខ្ញុំអត់កំណត់នីតិទេពងមាន់ហ្នឹងយើងស្ងោរមកឆ្អិនល្អទៅដើម្បីងាយស្រួលបកហើយនៅក្នុងទឹកស្ងោរពងមាន់ហ្នឹងខ្ញុំបានបន្ថែមអំបិលហ្នឹងកន្លះស្លាបព្រាបាយហើយទឹកខ្មេះ3ស្លាបព្រាបាយដែរដើម្បីឲ្យពងមាន់ស្រួលបកផងហើយម្យ៉ាងឲ្យវាមានរសជាតិឆ្ងាញ់បន្ទាប់ពីយើងស្ងោរពងមាន់ឆ្អិនហើយយើងស្រង់វាចេញដាក់ត្រាំនៅក្នុងទឹកត្រជាក់មួយស្ទុះទៅដើម្បីឲ្យងាយស្រួលបកឥឡូវយើងដាក់ឆ្នាំងម្ដងទៀតហើយយើងដាក់ស្ករត្នោត1ស្លាបព្រាបាយកូរវាឡើងឈ្ងុយសម្រាប់ខមួយមុខនេះយើងអត់ប្រើស្ករត្នោតច្រើនទេយើងប្រើតែមួយស្លាបព្រាហ្នឹងហើយមួយស្លាបព្រាស្ទើដែរយើងអត់ដួសពេញទេបងប្អូនបន្ទាប់ពីស្ករឡើងឈ្ងុយហើយចាំយើងដាក់ខ្ទឹមសនិងខ្ទឹមក្រហមហើយនិងខ្ទឹមខ្យល់ចូលបន្ទាប់មកយើងឆាវាចូលគ្នាឲ្យសព្វសម្រាប់ខ្ទឹមខ្យល់បងប្អូនដាក់ក៏បានអត់ដាក់ក៏បានដែរហើយខ្ទឹមសខ្ទឹមក្រហមយើងអាចយកទៅចិញ្ច្រាំក៏បានឬក៏ដំវាបែកដូចខ្ញុំអញ្ចឹងក៏បានដែរយើងឆាវាឲ្យឡើងឈ្ងុយតែប្រយ័ត្នកុំឲ្យខ្លោចស្ករណាបងប្អូនណាពេលដែលគ្រឿង3 4មុខឡើងឈ្ងុយល្អហើយចាំយើងដាក់គ្រឿងស៊ីឈាន់ចូលខ្ញុំប្រើគ្រឿងកញ្ចប់បែបនេះនៅលើកញ្ចប់ហ្នឹងគឺគេសរសេរជាភាសាកូរ៉េថាម៉ារ៉ាថាំងឬប្រហែលជានៅខ្មែរយើងចំណាំតែហៅថាម៉ាឡាតាំងអញ្ចឹងបងប្អូនហើយគ្រឿងកញ្ចប់តូចនេះចំណុះវាប្រហែលជាមួយខាំជាងបន្តិចបន្ទាប់មកខ្ញុំបានថែមគ្រឿងផ្សំរសជាតិមានទឹកត្រី2ស្លាបព្រាបាយហើយនិងទឹកប្រេងខ្យង1ស្លាបព្រាបាយដែររួចមកខ្ញុំឆាគ្រឿងនឹងចូលគ្នាឲ្យឡើងឈ្ងុយល្អបន្ទាប់ពីគ្រឿងនឹងឈ្ងុយហើយខ្ញុំចាក់ពងមាន់ចូលហើយឆាវាចូលគ្នារហូតទាល់តែវាឡើងពណ៌សល្អហើយសម្រាប់គ្រឿងស៊ីឈាន់ឬក៏គ្រឿងម៉ារ៉ាថាំងហ្នឹងបើសិនជាបងប្អូនអត់សូវចូលចិត្តក្លិនហាងរបស់វាទេអាចកាត់បន្ថយទៅតាមនឹងបានដាក់ត្រឹមតែមួយស្លាបព្រាឬក៏2ស្លាបព្រាអីអញ្ចឹងទៅប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តរសជាតិស៊ីឈាន់ខ្លាំងយកមកស្ពឹកមាត់ហ្មងណាអញ្ចឹងខ្ញុំដាក់ចូលទាំងអស់ហើយបងប្អូនប្រើពងមាន់ក៏បានប្រើពងទាក៏បានដែរអត់ប្រកាន់ទេឬក៏ពងក្រួយក៏បានដែរឆាមកសន្ទុះមកឃើញថាពងមាន់របស់យើងឡើងពណ៌ល្អមែនតើឡើងក្រហមចឹងតែប៉ុណ្្នេះយើងអាចចាក់ទឹកចូលបានហើយយើងអត់ដាក់ទឹកច្រើនពេកទេខ្ញុំដាក់ទឹកចូលតែកន្លះលីត្រតែប៉ុណ្្នឹងបន្ទាប់មកចាំយើងរំងាស់វាចោលប្រហែលជា10 15ឬក៏20នាទីអីចឹងទៅម្ហូបមុខនេះលឿនងាយឆាប់បានញ៉ាំអត់យូរទេយើងអត់ត្រូវការចំណាយពេលរំងាស់យូរដូចយើងខសាច់ខជើងជ្រូកខអីទេទុកចោលតាមមួយសន្ទុះទៅមើលតែវាពុះមកល្មមរីងទឹកមកល្មមតាមដែលបងប្អូនចង់បានគឺរួចហើយសម្រាប់រសជាតិម្ហូបមុខនេះខ្ញុំអត់យកផ្អែមខ្លាំងពេកទេដោយសារចង់បានរសជាតិស៊ីឈាន់ខ្លាំងជាងតែបងប្អូនអាចលេីលោករសជាតិទៅតាមនឹងបានបើសិនជាចូលចិត្តផ្អែមអាចថែមស្ករចូលចិត្តប្រៃថែមអំបិលថែមទឹកស៊ីអ៊ូវតែប៉ុណ្្នឹងរួចហើយបងប្អូនរសជាតិឆ្ងាញ់ប្លែកមាត់មួយយ៉ាងដែរហើយសំខាន់ងាយស្រួលធ្វើបងប្អូនអាចសាកមើលបាន